សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងបន្តទៅចំណុចថ្មីមួយទៀតនៃមេរៀនទី2ចំនួន complex ទម្រង់ត្រីកោណមៀតអញ្ចឹងនៅក្នុងចំណុចនេះផងដែរខ្ញុំនឹងនិយាយអំពីផលចែករវាងចំនួន complex នៅក្នុងទម្រង់ត្រីកោណមៀតអញ្ចឹងឧទាហរណ៍ថាខ្ញុំមានសិតអងស្មើជាមួយនឹង air អង cos delta អងបូក e sin delta អងនិងសិតដឺស្មើជាមួយនឹង air ដឺ cos delta ដឺបូក e sin delta ដឺមានន័យថាខ្ញុំមានចំនួន complex ពីរផ្សេងពីគ្នាអញ្ចឹងបើសិនបើយើងចង់ធ្វើប្រមាណវិធីចែកសិតអងចែកឲ្យសិតដឺនោះផលចែកនោះស្មើជាមួយនឹងសិតអងចែកឲ្យសិតដឺស្មើជាមួយនឹង air អងនៅលើ air ដឺ model ចែកឲ្យ model ចំណែកឯអាគុយម៉ង់របស់វាក៏អាគុយម៉ង់របស់ complex ទី1ដល់អាគុយម៉ង់របស់ complex ទី2បូក e sin អាគុយម៉ង់ complex ទី1ដល់ឲ្យអាគុយម៉ង់ complex ទី2អូខេអញ្ចឹងរូបមន្តផលចែកយើងគ្រាន់តែយក model របស់វាចែកគ្នាហើយអាគុយម៉ង់វាដកគ្នាទៅគឺជាការស្រេចហើយតោះឥឡូវយើងមកមើលឧទាហរណ៍នៅក្នុងឧទាហរណ៍នេះគេចង់ឲ្យយើងសរសេរសិតអងជាមួយនឹងសិតដឺជាទម្រង់ត្រីកោណមៀតរួចគណនាផលចែករវាងសិតអងជាមួយនឹងសិតដឺអញ្ចឹងយើងមើលសិតអងរបស់យើងស្មើជាមួយនឹង2បូក2 2e អញ្ចឹងជាដំបូងអ្នកនរគ្នាសេវាជាទម្រង់ត្រីកោណមៀតសិនទៅអញ្ចឹងខ្ញុំចាប់2ជាកតានៅសល់1បូក e បន្ទាប់មកទៀតដើម្បីចាប់វាចូលគូពិសេសយើងចាប់2អានេះ2យើងចាប់រឹស2ចេញមកគឺបានរឹស2លើ2បូករឹស2លើ2 e អូខេអញ្ចឹងនេះគឺជាគូទី2ឬ2លើ2បូករឹស2លើ2គឺជាគូទី2របស់យើងគឺយើងបានកោសភាគបែក4បូក e sin ភាគបែក4ដោយសារតែវានៅក្នុងកាត់ត្រង់ទី1កោសបូក sin បូកកោសបូកនៅខាងស្ដាំ sin បូកនៅខាងលើអញ្ចឹងកាត់ត្រង់ទី1ឈ្មោះរបស់វាគឺផៃអូខេបន្ទាប់មកយើងមើលសិតទី2របស់យើងសិតទី2ស្មើជាមួយនឹង15អញ្ចឹង15នេះអត់មាន e ទេអញ្ចឹងខ្ញុំចាប់15ជាកតាបាន1បូក 0e អូខេអញ្ចឹង1បូក 0e អញ្ចឹងលំហាត់នេះគិតមិនវាចូលគូពិសេសអត់ចូលទេប៉ុន្តែយើងអាចសរសេរវាបានអញ្ចឹងយើងបានកោសកន្លែងណាដែលស្មើ1អ្នកទាំងអស់គ្នានេះគឺកោសកន្លែងនេះអូខេគឺកោស2ផៃឬក៏កោស0អូខេអញ្ចឹងយើងបានកោស2ផៃបូក e sin 2ផៃអូខេអញ្ចឹងនេះរង្វង់គឺបែបនេះអញ្ចឹងកន្លែងនេះ0កន្លែងនេះ1អញ្ចឹងអានេះអាកោសអញ្ចឹងកន្លែងនេះមានន័យថាមកជុំរង្វង់ហើយមកដល់កន្លែងនេះ2ផៃគឺស្មើជាមួយនឹង360ដឺការ៉េអញ្ចឹងកន្លែងហ្នឹងគឺស្មើជាមួយនឹង1ហើយអូខេអញ្ចឹងអាប៉ុណ្នេះស្មើ1ហើយ sin 2ផៃនេះមកដល់កន្លែងនេះអត់មានអា sin ទេអញ្ចឹងកន្លែងហ្នឹងគឺ0ហើយអូខេអញ្ចឹងនេះគឺជាទម្រង់ត្រីកោណមៀតរបស់សិតទី2របស់យើងបន្ទាប់មកគេចង់ឲ្យយើងគណនាសិតអងនៅលើសិតដឺចង់អត់មានអីពិបាកទេគ្រាន់តែយក model របស់សិតអងរបស់យើងគឺ2ឬ2ចែកឲ្យ model របស់សិតដឺរបស់យើងគឺ15តាឲ្យកោសអាគុយម៉ង់នៃទី1ផៃលើ4ដកអាគុយម៉ង់នៃ complex ទី2បូក e sin អាគុយម៉ង់នៃ complex ទី1ដកអាគុយម៉ង់នៃ complex ទី2អូខេអញ្ចឹងអានេះយើងទុកដដែលទៅគឺយើងអាចធ្វើអីវាបានទេមិនបាច់ធ្វើអីទេតែខាងក្នុងនេះយើងអាចគណនាបានអញ្ចឹងខាងក្នុងនេះយើងគណនាទៅយើងបានយើងបានដកនេះ8អានេះ8 1ដក8ស្មើដក7ផៃលើ4បូក e sin ដក7ផៃលើ4ដែរអូខេអញ្ចឹងនេះគឺជាចម្លើយផលចែករវាងសិតអងជាមួយនឹងសិតដឺអញ្ចឹងវីដេអូយើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយកុំភ្លេច like ជាមួយនឹង subscribe channel YouTube របស់ខ្ញុំផងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ